បាទសួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូនដែលទស្សនាការចែករំលែករបស់ខ្ញុំនៅក្នុងគម្រោង 3E ដ៏អស្ចារ្យយ៉ាងនេះហេតុអ្វីបានថា 3E ជាគម្រោងអស្ចារ្យ 3E ជាគម្រោងមួយដែលគម្រោងដទៃទៀតដែលការងាររសុទ្ធដទៃទៀតគ្មានទេជាទៅខ្ញុំសង្ហ៊ានធានាមួយពិភពលោកអត់មានទេមួយពិភពលោកមានតែគម្រោង 3E មួយគត់តែគម្រោងនេះមិនទាន់ដំណើរការដោយសារតែគ្មានការជំនឿពីបងប្អូនដែលបងប្អូនខ្លះអត់ជឿតែបងប្អូនខ្លះដែលគាត់ចាប់ដើមធ្វើហើយគឺគាត់អត់ដែលជួបពីបាត់អីមួយទេអត់ដែលថាងចូលគម្រោងនឹងហើយចាថាគាត់មានវិបត្តិអីគម្រោងអត់ជួយគាត់អត់ទាន់មានទេបងប្អូនបាទមានតែបងប្អូនខ្លះគឺធ្វើបាបគម្រោង 3E វិញហើយអ្នកខ្លះគាត់សួរថាគម្រោង 3E គឺជាគម្រោងអីទៅគាត់ឆ្ងល់ណាបាទគាត់ឆ្ងល់ថាគម្រោង 3E គឺជាគម្រោងអីចឹងណាបើថ្ងៃនេះបងប្អូនគឺខ្ញុំមកលេងប្រាសាទនេះគឺជាប្រាសាទ3បងប្អូនស្រួលរកទេបងប្អូនអើយអត់មានបាក់រកទេបងប្អូនមកដល់នេះស្ពានទន្លេអ៊ំយើងហ្នឹងយើងមកដល់ឃើញនៅខាងឆ្វេងដៃយើងមានប្រាសាទបាយក្អែកមួយនៅក្រោយបាយក្អែកហ្នឹងយើងមកដល់ហ្នឹងយើងអាចបានមើលបានប្រាសាទ3ណាប្រាសាទបាយក្អែកមួយប្រាសាទបាក់សីចាំក្រុងមួយនៅក្រោយគឺប្រាសាទ3អញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅពេលដែលខ្ញុំមកដល់ខេត្តសៀមរាបខ្ញុំរស់រាន់ដើរលេងតាមប្រាសាទថតឲ្យបងប្អូនមើលអញ្ចឹងទៅណាហើយខ្ញុំក៏ចាប់ផ្ដើមនិយាយអំពី project របស់ខ្ញុំគឺគម្រោង 3E របស់ខ្ញុំដើម្បីឲ្យបងប្អូនទស្សនាអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនមួយសារទៀតថាគម្រោង 3E គឺជាគម្រោងមួយដែលបងប្អូនចំណាយលុយក៏បានមិនចំណាយលុយក៏បានបាទអាចធ្វើជាមួយ 3E បានតែបងប្អូនចំណាយលុយ$123ចូលនៅក្នុង project របស់យើងបានអីវ៉ាន់ទៅវិញ$123ទៅវិញយើងមិនមែនដាក់តែយើងយកលុយហើយទៅដាក់$123ហើយយើងអត់បានអីទេប៉ុន្តែយើងក៏មិនបាច់ចំណាយបាទខ្ញុំឃើញមនុស្សស្ទើរតែ99%ធ្វើជាមួយក្រុមហ៊ុនរបស់ខ្ញុំធ្វើជាមួយ project របស់ខ្ញុំអត់ដែលត្រូវចំណាយលុយទេ99បាទណាក្នុង100នាក់គឺ99នាក់គេអត់ចំណាយលុយ1រៀលហើយគេធ្វើបានជោគជ័យគេលក់ដូរលក់អីបាទនៅក្នុង 3E នេះគឺជាកន្លែង 3E នេះគឺជាកន្លែងទិញលក់បងប្អូនអាចលក់ក៏បានបងប្អូនអាចទិញរបស់របរក៏បានតាំងចុះខ្ញុំលក់ដូរខ្ញុំទៅលក់កន្លែងផ្សេងក៏បានខ្ញុំទៅទិញកន្លែងផ្សេងក៏បានចាំបាច់មកទិញកន្លែង 3E ទៅបាទវាខុសគ្នាដាច់មេឃនឹងដីខុសនោះមេឃនឹងដីបងប្អូនទៅទិញឧបមាថាបងឥឡូវបងប្អូនចង់ទិញទូរស័ព្ទមួយគ្រឿងណាសួរបងប្អូនចង់ទិញទូរស័ព្ទមួយគ្រឿងឥឡូវបងប្អូនទិញទូរស័ព្ទមួយគ្រឿងនៅកន្លែងគេវា210ឧបមា210អញ្ចឹងណាបាទអញ្ចឹងបងប្អូនទិញនៅ 3E បងប្អូននិយាយទៅ210ហ្នឹងបងប្អូនទៅទិញកន្លែងណាក៏210ដែរចង់និយាយអញ្ចឹងណាបាទហើយគុណភាពអីស្អីដូចគ្នាទាំងអស់មិនមែនថាគុណភាពខុសគ្នាណាទូរស័ព្ទដូចគ្នាបាទណាគុណទូរស័ព្ទដូចគ្នាអញ្ចឹងណាទូរស័ព្ទមួយ$200ដូចគ្នាទៅទិញកន្លែងណាក៏$200ដែរតែទៅមកទិញកន្លែង 3E 210មិនខ្ញុំនិយាយ210អញ្ចឹងណាតែមកទិញកន្លែង 3E គឺ$200ចំណេញ$10ឃើញទេបងប្អូនណាទិញកន្លែង 3E $200ទៅទិញកន្លែងណានៅប្រទេសកម្ពុជាកន្លែងណាក៏210ដែរតែមកទិញកន្លែង 3E គឺ$200ព្រោះខ្ញុំលក់អត់យកចំណេញម៉ូតូឬក៏ទិញទិញសាច់ក៏ដោយចង់និយាយអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺយើងចំណេញមួយមែនទេចំណេញអត់បាទយើងចំណេញមួយឯណាបាទទៅទិញកន្លែងផ្សេងយើងខាត$10ទិញនៅ 3E ចំណេញបាន$10ហើយទិញកន្លែងណាក៏ខាត$10ដែរទិញមានតែទិញ 3E ដែលចំណេញ$10ឃើញទេបាទអាហ្នឹងមួយអញ្ចឹងបងប្អូនបាទអញ្ចឹងតទៀតផលចំណេញទី2គឺផលចំណេញពេលដែលបងប្អូនទិញហើយជួនកាលកន្លែងផ្សេងបងប្អូនណែនាំឲ្យគេទៅទិញទិញទឹកអីហូបឬទិញសាច់អីបងប្អូននាំគេទៅទិញសាច់ទិញអីនៅក្នុងផ្សារបងប្អូនអត់បានអីមកវិញទេតែបើបងប្អូននាំសមាជិកផ្សេងឲ្យមកទិញអ្វីនៅក្នុង 3E ឲ្យគេចុះឈ្មោះ$123បងប្អូនបាន$10ឃើញទេអញ្ចឹងបងប្អូននៅកន្លែងណាបងប្អូនហៅគេមកហូបនៅហាង 3E មកហូបបាយហូបកាទៀវហូបអីនៅហាង 3E បងប្អូនបាន$10ហើយឥឡូវបងប្អូននាំគ្នាទៅហូប
នៅក្នុងហាងផ្សេងហាង brand ណាយកទៅហៅពួកម៉ាក់ទៅហូបកាន់តែច្រើនអស់លុយកាន់តែច្រើនគេមិនដែរឲ្យលុយបងប្អូនយ៉ាងច្រើនគេមានពេលណាគេ discount នេះអីហ្នឹងតែនៅក្នុង 3E គឺយើងមានអាហ្នឹងមួយហ្មងអត់តំណមកគឺយើងបានលុយណាបាទអញ្ចឹងទិញអីក៏ដោយទិញម៉ូតូទិញឡានទិញអីយើងនាំមកយើងបានលុយបាទតទៀតទី3បងប្អូនទៅទិញកទិញសាច់មាន់ទិញសាច់ជ្រូកហូបរាល់ថ្ងៃមែនទេទិញកទិញអីមកបាវពីបាវឬក៏ទិញសាច់ទិញអីមកកន្លះគីឡូ1គីឡូ1ខាំ2ខាំអញ្ចឹងវាហូបរាល់ថ្ងៃមែនទេបាទនៅពេលដែលបងប្អូនឈឺពីការភាពឬក៏គ្រោះថ្នាក់ដោយចៃដន្យណាមួយបងប្អូនដេកស្ទឹកនឹងកន្ទេលធ្វើការអត់កើតលែងហើយអសមត្ថភាពការងារណាហ្នឹង2ហ៎ឈឺហើយហ្នឹងគ្រោះថ្នាក់អសមត្ថភាពការងារនៅពេលដែលបងប្អូនរៀបអាពាហ៍ពិពាហ៍ឬក៏បងប្អូនប្រសូតបុត្របូននារីគឺប្រសូតបុត្រាបុត្រីប៉ុន្តែបុរសអត់មានប្រសូតទេណាអញ្ចឹងមួយទៀតគឺនៅពេលដែលបងប្អូនមរណភាពអញ្ចឹងកូនរបស់បងប្អូនអីបានអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនមានបញ្ហា5ហ្នឹងរៀបអាពាហ៍ពិពាហ៍ផងឬក៏ឈឺស្កាត់ឬក៏អីហ្នឹងមនុស្សយើងមើលអត់ឃើញទេវាត្រូវតែមានរឿងហ្នឹងមែនទេតែបងប្អូនមានរឿងហ្នឹងបងប្អូនចៃដន្យយើងអត់មើលឃើញយើងអត់មានលុយនៅពេលដែលយើងអត់លុយសួរបងប្អូនអត់លុយអញ្ចឹងបងប្អូនទៅរកណាបានឥឡូវបងប្អូនប្រាប់ខ្ញុំបងប្អូនអត់លុយបងប្អូនទៅទិញសាច់ជ្រូកទិញសាច់មាន់ឬក៏ទិញកន្លែងគេឲ្យបងប្អូនខ្ចីហ៎ឲ្យអត់ទៅទិញម៉ូតូទិញទូរស័ព្ទគេមួយគ្រឿង$150 $200ឬ$500ឬ1000 iPhone 1000ជាង$ទិញឲ្យយកមកប្រើកន្លះឆ្នាំក្រោយ1ឆ្នាំ2ឆ្នាំក្រោយស្រាប់បងប្អូនមានបាត់ទៅខ្ចីលុយគេកន្លែងម្ចាស់ហាងហ្នឹងគេឲ្យអត់$500 1000 2000 3000គេឲ្យខ្ចីអត់ឲ្យខ្ចីទេតែ 3E ជូនបងប្អូនអត់មានការប្រាក់ទេខ្ចីអត់មានការប្រាក់ទេសងវិញស្រួលទៀតបងប្អូនយកលុយសងដែលបងប្អូនសងមួយខែ50ឬមួយខែ100អញ្ចឹងណា10ខែអញ្ចឹងទៅ500 1000នេះ10ខែទៅរួចបងប្អូនយកលុយសង50 100ហ្នឹងបងប្អូនយកទៅទិញអាវ៉ាវ៉ាន់ញ៉ាំវិញចាត់ទុកជាថាបងប្អូនសងអញ្ចឹងបើនិយាយទៅកម្រងខាតទៅទេ 3E ជាកម្រងវាខាតទៅទេអញ្ចឹងពេលដែលបងប្អូនជាប់នាំគ្នាមកចូលលក់មកចូលទិញទៅហ្នឹងជួយគ្នានេះទាំងមិត្តភក្តិខ្ញុំទាំងអីហ្នឹងបានក៏អត់ស្ដាប់ក៏អត់យល់ដល់ពេលក៏អត់យល់ក៏អត់ដឹងថាត្រូវធ្វើម៉េចអញ្ចឹងបានគេឲ្យស្ដាប់ឲ្យបានច្រើនអញ្ចឹងជា 3E គឺជាកន្លែងទិញលក់ងាយស្រួលបងប្អូនថាខ្ញុំអត់មានដើមទុនទេអត់មានដើមទុនមកត្រូវមករកស៊ីមួយ 3E នឹងឯងម្នាក់ដែលអត់មានដើមទុនត្រូវមករកស៊ីមួយ 3E បងប្អូនចង់លក់អីប្រាប់ខ្ញុំមកបងប្អូនបានផលចំណេញបងប្អូនយកតែឲ្យតែដើមបាញ់តែដើមមកខ្ញុំមកហើយបងប្អូនយកផលចំណេញយកចោះទាំងកាហ្វេទាំងសាច់ជ្រូកសាច់មាន់សាច់ទាបងប្អូនយកទៅលក់យកចំណេញទៅយល់ទេបងប្អូនយកទៅលក់យកចំណេញតែឲ្យដើមមកខ្ញុំវិញតែខ្ញុំចេញដើមរាល់ការងាររកស៊ីទាំងអស់ខ្ញុំចេញដើមឲ្យបងប្អូនទាំងអស់បងប្អូនគ្រាន់តែលក់ឬក៏បងប្អូនយកមកគ្រាន់តែលក់ឲ្យបងប្អូនទិញណាបងប្អូនទទួលបានហ្នឹងអញ្ចឹងនៅមានច្រើនទៀតបងប្អូនមិនមានតែប៉ុណ្្នឹងទេណាគម្រោង 3E បងប្អូនសិក្សានៅលើវីដេអូរបស់ខ្ញុំនៅខាងក្រោមទៀតបងប្អូនសិក្សាឲ្យអស់ទៅបងប្អូនគិតដឹងណាច្រើនណាអញ្ចឹងក៏ដល់ប៉ុណ្្នឹងបងប្អូនអស់ចាអញ្ចឹង 3E គឺជាកន្លែងទិញលក់សាមញ្ញអត់មានក្រុមហ៊ុនអត់មានគម្រោងប្រជិកអីទេអញ្ញ៉ៃទេណាអត់មានកន្លែងលក់ឡើយគឺប៉ុន្តែបងប្អូនថាចង់លក់បងប្អូនគ្រាន់តាក់ទងទូរស័ព្ទខ្ញុំមកចង់លក់អីគេលក់កាហ្វេលក់ស្អីគេអង្គណាលក់អីគេលក់ស្ករត្នោតលក់ស្ករត្នោតមានស្ករត្នោតលក់សាច់មានលក់សាច់អញ្ចឹង 3E មានរបស់ប្រើប្រាស់គ្រប់ទាំងអស់សម្រាប់បងប្អូនមិនបាច់ប្រើដើមទុនសុំបីតែ1រៀលណាដាក់តលេខទូរស័ព្ទអីមកខ្ញុំផ្ញើឲ្យទៅបបផលចំណេញកាត់ចុះខ្លួនឯងឲ្យទៅដើមខ្ញុំបាញ់ដើមមកបាទតែប៉ុណ្្នឹងងាយណាបាទអរគុណច្រើន